បងប្រុសបងប្រុសហាក់ដូចជាកំពុងគេចពីខ្ញុំថ្មីនេះខ្ញុំមិនអាចបន្តបានទេខ្ញុំជាបងប្រុសរបស់គាត់អូនសំឡាញ់រាត្រីសួស្ដីអូនសំឡាញ់ជួបគ្នាថ្ងៃស្អែកទោះបីជាបងប្រុសរបស់ខ្ញុំមានចរិតចម្លែកថ្មីនេះក៏ដោយថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយថ្ងៃនេះជាថ្ងៃដែលអ្នកត្រូវជួបមនុស្សដែលអ្នកស្រឡាញ់ប្រហែលជាបន្ទាប់ពីបានជួបសៀវជូស៊ីខ្ញុំអាចលះបង់អារម្មណ៍មិនសមហេតុផលនេះបានអូទេខ្ញុំមកយឺតហើយតើគាត់មែនទេគាត់មើលទៅសាំណាស់បងប្រុសហេតុអ្វីបានជាអ្នកនៅទីនេះដើម្បីជួបមនុស្សដែលអ្នកស្រឡាញ់មែនទេអូព្រះជាម្ចាស់ឲ្យខ្ញុំគិតថាខ្ញុំទើបតែជួបនរណាម្នាក់នៅលើអ៊ីនធឺណិតប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់ជាបងប្រុសរបស់ខ្ញុំទេអ្នកគឺសៀវជូវីអ្នកគឺគីអានបងប្រុសចូលយើងស្ងប់ចិត្តសិនយល់ព្រមខ្ញុំមិនបានឃើញស៊ុយខេអស់រយៈពេល3ថ្ងៃមកហើយចាប់តាំងពីថ្ងៃនោះមកវាយឺតពេលហើយហេតុអ្វីបានជាស៊ុយខេមិនទាន់ត្រឡប់មកវិញតើអ្នកជានរណាហេតុអ្វីបានជាទូរស័ព្ទរបស់ស៊ុយខេនៅក្នុងដៃរបស់អ្នកសួស្ដីខ្ញុំជាសិស្សច្បងរបស់ស៊ុយគីគឺយែនឆេនស៊ុយគីបានផឹកច្រើនពេកនៅក្នុងពិធីជប់លៀងក្លឹបរបស់យើងនៅយប់នេះខ្ញុំឃើញថាលេខទូរស័ព្ទបំរុងទុករបស់គាត់គឺយៀនដូច្នេះខ្ញុំក៏លើកវាឡើងអ្នកប្រហែលជាបងប្រុសរបស់គាត់មែនទេតើអ្នកនៅណានៅមីសបលនៅលើផ្លូវស្រូតប៉ុន្តែអ្នកមិនចាំបាច់បារម្ភទេខ្ញុំហៀបនឹងជូនអ្នកទៅហើយក្តៅណាស់ឲ្យខ្ញុំមកអ្នកប្រកាសជាប្អូនប្រុសរបស់ស៊ុយគីមែនទេមិនអីទេឡានខ្ញុំនៅជាប់នឹងផ្ទះខ្ញុំនឹងឲ្យអ្នកទៅមិនអីទេខ្ញុំស្រវឹងហើយក្បាលខ្ញុំក៏ក្តៅខ្ញុំចាប់ក៏អាបងប្រុសខ្ញុំហើយគាត់ថាប្តីប៉ុន្តែបងប្រុសខ្ញុំមិនបានរុញខ្ញុំចេញទេហើយថាខ្ញុំនៅថ្ងៃបន្ទាប់គាត់បានធ្វើពុតជាគ្មានអ្វីកើតឡើងទេនេះជាអំណោយដែលខ្ញុំនឹងឲ្យទៅយានប៉ុន្តែខ្ញុំមិនអាចផ្ញើវាចេញបានទេព្រោះយានជាប្អូនប្រុសរបស់ខ្ញុំស៊ឺគីខ្ញុំចង់និយាយជាមួយអ្នកពេលខ្ញុំត្រឡប់មកវិញយប់នេះប្អូនប្រុសរបស់ខ្ញុំបាននិយាយថាគាត់ចង់និយាយជាមួយខ្ញុំតើគាត់ចង់និយាយជាមួយខ្ញុំអំពីអ្វីតើអ្នកត្រូវការជំនួយទេស៊ុយគុយហេតុអ្វីបានជាអ្នកមកទីនេះមុនម្លេះខ្ញុំខ្លាចថាអ្នកមិនអាចធ្វើវាតែម្នាក់ឯងបានទេនេះតម្លៃប៉ុន្មាននេះមិនមែនភ្លេចវាទៅលូកវាចោលទៅខ្ញុំមិនអាចផ្ញើវាចេញបានទេ60ខ្ញុំគិតថាខ្ញុំរកបានប្រាក់